កូនគោដែលគ្រូអាគមបានដាក់អំពើនោះនឹងក្លាយទៅជាកូនគោខ្មៅដូចជាសម្រិតហើយគេនឹងប្រឡែងឲ្យដើរទៅគ្រប់ទីកន្លែងតាមកន្លែងដែលវាចង់ទៅបើនិយាយដល់អំពីជំនឿផ្លូវងងឹតទាក់ទងនឹងកូនគោបាគឺគេសំដៅទៅលើអំពើមួយប្រភេទដែលគេឲ្យឈ្មោះថាកូនគោបាអំពើកូនគោខ្មៅនេះគឺអ្នកដែលចេះអំពើអាបធ្មប់ឬអំពើផ្លូវងងឹតបែបសភាវៈអាក្រក់ពួកគេជាអ្នកបង្កើតឡើងដោយគេយកកូនគោតូចទើបនឹងកើតឬកូនគោឡងដែលជាកូនដែលជិតគ្រប់ខែដែលត្រូវបានគេវះពីពោះមេគោមកសូត្រមន្តគាថាស្ដោះផ្លុំតាមរបៀនដើម្បីឲ្យព្រលឹងខ្មៅនៃព្រាយបិសាចអមនុស្សចូលទៅសន្ធិដ្ឋនៅក្នុងរូបកាយនៃកូនគោនោះកូនគោដែលគេបានដាក់អំពើនោះនឹងក្លាយទៅជាខ្មៅដូចសម្រិតហើយគេនឹងប្រឡែងឲ្យវាដើរទៅទីគ្រប់កន្លែងដែលវាចង់ទៅភាគច្រើនគេឃើញកូនគោនេះបង្ហាញខ្លួនតែក្បាលប្រលប់ចាប់ពីពេលព្រះអាទិត្យរៀបលិចទៅចំពោះកូនគោខ្មៅនេះនឹងដើរស៊ីដំណាំឬស៊ីដើមចេករបស់អ្នកស្រុកអ្នកភូមិហើយប្រសិនបើមានអ្នកភូមិឃើញគោនេះហើយជ្រុលមាត់ឬក៏ជ្រុលជាដេញនឹងដំបងឬគប់សូម្បីតែដល់ជន់កន្លងកូនគោនោះអ្នកនឹងត្រូវខ្មោចព្រាយបិសាចចូលឬឈឺប្រកាច់រ៉ាំរ៉ៃរហូតដល់ជ្រុះសក់ដំបៅក្បាលបាក់ធ្មេញនិងងឹតភ្នែកឬអាចបាត់បង់ជីវិតតែម្ដងដោយហេតុកូនគោខ្មៅនេះមានឥទ្ធិពលអសេរពឹសដ៏ខ្លាំងក្លាគឺដោយសារតែមានអំពើខ្មៅបែបផ្លូវងងឹតដែលគេបានសូត្រផ្លុំខាបបញ្ចូលទៅក្នុងខ្លួននៃកូនគោនោះនាអំឡុងឆ្នាំ1980នៅពេលដែលរបបប្រល័យពូជសាសន៍របស់ប៉ុល ពតបានបញ្ចប់ទៅហើយលោកយាយវិតងួសដែលបច្ចុប្បន្នមានអាយុ88ឆ្នាំរស់នៅក្នុងម្ដុំទន្លេបាទីឃុំត្រពាំងសាបនាខេត្តតាកែវលោកយាយបានឲ្យដឹងថាគ្រានោះនៅក្នុងភូមិមានស្ត្រីចំណាស់ម្នាក់ដែលចេះអំពើផ្លូវងងឹតនិងចេះមន្តអាគមសពគ្រប់បែបយ៉ាងលោកយាយនោះរស់នៅមិនចុះសម្រុងជាមួយនឹងអ្នកភូមិណាម្នាក់ឡើយដោយអត្តចរិតកោងកាចអសិលធម៌និងខ្សែលើគេពេកមួយខែក្រោយមកមានអ្នកភូមិម្នាក់នៅចុងភូមិនៅសុកស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទាន់ហន់ហើយក៏បានស្លាប់បាត់បង់ជីវិតនៅគ្រានោះបន្ទាប់ពីមានអ្នកស្លាប់នោះមិនបានប្រមាណថ្ងៃផងស្រាប់តែមានមនុស្សម្នាក់ទៀតបានកើតជំងឺយ៉ាងចម្លែកពោលគឺអង្គុយបោចសក់ខ្លួនឯងរហូតឈាមក្បាលជោកតែត្រូវសមាជិកគ្រួសារយកមករំដោះគ្រោះទាន់ពេលវេលាហើយក៏បានជាលាធម្មតាទៅវិញចាប់ពីថ្ងៃនោះមកគេឈ្មោះរបស់ស្ត្រីគ្រូអាគមនោះត្រូវបានគេស្ងប់ស្ងាញ់និងកោតខ្លាចរអាគ្រប់គ្នាតែអ្នកភូមិក៏មិនបានចាប់ផ្ដើមសង្ស័យដោយសារតែជំងឺចម្លែកកើតឡើងម្ដងម្នាក់តាចក់ជាអ្នកភូមិម្នាក់ដែរនៅយប់លុបថ្ងៃលិចគាត់បានឃើញកូនគោខ្មៅតូចមួយដើរចូលផ្ទះរបស់គាត់ក៏បានយកស្បែកជើងទៅដេញគប់គោនោះដោយខ្លាចចូលស៊ីដំណាំរបស់គាត់ដែលដាំនៅជុំវិញផ្ទះរបស់គាត់នោះរំពេចនោះគាត់ស្រាប់តែប្រកាច់ដួលភ្លាមហើយពេលកូននិងប្រពន្ធរបស់គាត់រត់មកឃើញតាចក់គាត់ក៏បានហក់មកច្របាច់កកូនរបស់គាត់យ៉ាងក្រហល់ក្រហាយប្រពន្ធតាចក់បានប្រើកម្លាំងរបស់ខ្លួនទាំងប៉ុន្មានចាប់ទាញកូនទាំងពីរហើយរត់ចេញយ៉ាងភិតភ័យសម្ដៅទៅផ្ទះអ្នកជិតខាងនោះដើម្បីឲ្យគេជួយតាចក់ស្ថិតនៅក្នុងសភាពងងឹតងងុលភ្នែកឡើងពណ៌សដើរដោយកម្លាំងយ៉ាងសម្បើមតម្រង់មករកផ្ទះអ្នកជិតខាងនោះហើយស្រែកយ៉ាងសន្ធាប់ខ្លាំងរហូតដួលដេកដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេចនោះភូមិចាប់ផ្ដើមសង្ស័យថាមានអ្វីម្យ៉ាងតាក់ទងជាមួយនឹងកូនគោខ្មៅនោះព្រោះបើកូនគោនោះបង្ហាញខ្លួននៅផ្ទះអ្នកណាហើយផ្ទះអ្នកនោះ
នឹងមានមនុស្សធ្លាក់ខ្លួនឈឺវិកលចរិតស្គមរីងរៃឬស្លាប់បាត់បង់ជីវិតតែម្ដងលោកយាយវិតងូសបាននិយាយបន្តទៀតថានាយប់មួយពេលលោកយាយកំពុងតែដេកតែម្នាក់ឯងគាត់បានឮសំឡេងសត្វចូលស៊ីដំណាំនៅក្រោយផ្ទះរបស់គាត់ដំបូងគាត់គិតស្មានថាជាសត្វជ្រូកឬឆ្កែធម្មតាប៉ុណ្ណោះតែដោយចម្លែកក្នុងចិត្តគាត់ក៏អុជភ្លើងចន្លុះហើយដើរទៅមើលដោយផ្ទាល់ភ្នែកពេលដើរតាមសូរសំឡេងទៅដល់លោកយាយក៏បានឃើញកូនគោខ្មៅស្រាប់មួយដូចជាសំរិទ្ធកំពុងស៊ីស្ពៃដែលគាត់ដាំយ៉ាងឆ្ងាញ់មាត់ភ្លាមនោះកូនគោនោះស្រាប់តែងើបមុខឡើងសម្លក់ថ្លែមកកាន់លោកយាយហើយក៏លោតយ៉ាងលឿនមកសង្គ្រប់លោកយាយឲ្យដួលទៅលើដីខណៈនោះកូនគោនោះស្រែកជាសំឡេងមនុស្សយ៉ាងរន្ធត់មុននឹងរលាយបាត់រូបទៅជាផ្សែងខ្មៅវិញលោកយាយតក់ស្លុតនិងភិតភ័យនិយាយមិនចេញឡើយតែជាសំណាងល្អប្រហែលជាថ្ងៃនោះលោកយាយវិតងូសមានរស័យខ្ពស់ឬមានបុណ្យបារមីតាមថែរក្សាជាចៃដន្យទើបលោកយាយមិនមានឈឺអ្វីទេគ្រាន់តែរបួសបែកក្បាលបន្តិចដែលមកពីការផ្លាត់ជើងដួលត្រូវនឹងត្រឡោកដូងក្បែរនោះអ្នកស្រុកអ្នកភូមិរស់នៅទីនោះក៏បានជំនុំគ្នាថាគួរកំតតាំងជាមួយនឹងកូនគោបាននោះអីព្រោះវាអាចនាំគ្រោះថ្នាក់ដល់គ្រប់គ្នាពិសេសអ្នកដែលមានរាសីទាបច្រើនថ្ងៃក្រោយមកដោយអ្នកភូមិលែងតតាំងសូម្បីតែមើលទៅលើកូនគោនោះក៏គេលែងមើលក្រោយមកទៀតគេក៏លែងឃើញវត្តមានកូនគោបាខ្មៅនោះទៀតដែរស្របពេលដែលស្ត្រីអាគមនោះក៏បានផ្លាស់ទីលំនៅចេញពីភូមិលោកយាយងូសក៏នៅតែចងចាំយ៉ាងច្បាស់ពីអារម្មណ៍តក់ស្លុតស្ទើរកាំងបេះដូងនាពេលយប់នោះពិសេសពេលដែលសត្វគោបានោះហក់លោតមកសង្គ្រប់លោកយាយគឺពិតជាគួរឲ្យខ្លាចគ្មានពាក្យអ្វីយកមកប្រៀបផ្ទឹមបានបច្ចុប្បន្ននេះគេមិនសូវឃើញមានកូនគោខ្មៅនោះចេញដើរទៀតទេតែត្រូវចងចាំថាដើម្បីសុវត្ថិភាពប្រសិនបើចៃដន្យមានគោបាចូលផ្ទះហើយអ្នកមានអារម្មណ៍ថាវាមិនមែនជាគោធម្មតានោះធ្វើកុំឃើញហើយគេចចេញពីវាកុំឲ្យវាឃើញអ្នកបើមិនចង់មានគ្រោះថ្នាក់ដល់អាយុជីវិត